ខ្ញុំបានប្រព្រឹត្តបទល្មើសសម្រាប់ឡានទំនើបសេរីចាស់តម្លៃធានារ៉ាប់រងកាន់តែខ្ពស់បើសិនជាបុកឡានមួយនេះហេរ៉ាញ់វត្ថុនឹងត្រូវបញ្ចប់ហើយគ្រប់យ៉ាងនឹងខ្លាចជាការពិតខ្ញុំត្រជាក់ថ្លង់ខ្ញុំមានកូនស្រីដ៏ល្អម្នាក់ដកស្រង់ចេញពីរឿងខ្លីដែលមានការពេញនិយមរាប់លានបើគ្មានខ្ញុំប៉ាមិនបានលេនឹងរកលុយមិនបានទេខ្ញុំចង់នៅជាមួយប៉ាបើខុសសន្យាខ្លាចជាជ្រុងជនសង្ស័យចាប់ផ្ដើមមកករឿងក្តីឧក្រិដ្ឋតាំងពីពេលនៅជាមួយកូនស្រីនិយាយកុហកប៉ារបស់ខ្ញុំមិនមែនមនុស្សអាក្រក់ទេគេនិយាយថាគេធ្វើវាម្នាក់ឯងមិនតាក់ទងនឹងអ្នកដទៃទេនាងមិនបានធ្វើទេហេតុអីនាងត្រូវសារភាពអើឡើងប៉ាខ្ញុំទៅខ្ញុំធំឡើងខ្ញុំនៅមើលថែលោករឿងម៉ូនិងប៉ាកំសត់